ការគិតស្មានអនាគតបងប្អូនដែលលើកពាក្យហ្នឹងឯងយើងគិតបែបណាអនាគតរបស់យើងនៅបែបនោះហើយអនាគតនោះសួរថារយៈពេល5ឆ្នាំ10ឆ្នាំ20ឆ្នាំឬក៏30 40ឆ្នាំទៀតមែនចាមិនមែនទេអនាគតសូម្បីតែថ្ងៃស្អែកក៏ជាអនាគតរបស់យើងដែរចាខាន់ស្អែកមួយអាទិត្យក្រោយខែក្រោយក៏ជាអនាគតរបស់យើងដែរនិយាយរួមឲ្យតែចាប់ផ្ដើមពីពេលបន្តិចទៀតទៅហ្នឹងគេហៅថាអនាគតអីចាខ្លាំងណាស់អនាគតភ្លាមហ្មងគិតឥឡូវមកស្ទុះក្រោយមកកាត់ឡើងអាហ្នឹងក៏មានដែរចាអញ្ចឹងបងប្អូនត្រូវតែជឿចាត្រូវតែជឿមិនមែនថាគួរតែជឿឬក៏អ្នកណាជឿក៏ជឿមិនជឿក៏អត់ទេណាចាប៉ុន្តែការដែលជាយោបល់របស់ខ្ញុំអ្នកទាំងអស់គ្នាតែជឿចាត្រូវតែជឿថាការគិតរបស់យើងគឺស្មើនឹងអនាគតរបស់យើងមានន័យថាបើសិនជាយើងគិតបែបណាយើងនឹងជួបរឿងនោះនៅថ្ងៃអនាគតរបស់យើងថ្ងៃអនាគតហ្នឹងដូចនិយាយចឹងមិនមែនថ្ងៃ4-10ឆ្នាំទៀតទេហើយក៏មិនមែនស្អែកដែរគឺយើងអត់ដឹងពេលណាប៉ុន្តែដឹងតែជួបរឿងហ្នឹងជាពិសេសរឿងដែលយើងគិតដដែលនិយាយដដែលចាហើយនឹងភ័យព្រួយពីវាបើសិនជាយើងនិយាយហើយគិតហើយភ័យព្រួយទៀតអានោះវារឹតតែកើតលឿនទៀតចាកើតលឿនខ្លាំងហើយវានឹងដូចនៅអ្វីដែលយើងគិតនឹងខ្លាំងអ្នកនរគ្នាតែងសង្កត់ឃើញថាជាពិសេសរឿងដែលមិនល្អនៅពេលដែលយើងគិតនិយាយតាមរយៈវានឹងកើតមានឡើងឬមួយក៏អាចនឹងកើតមានភ្លាមដូចអ្នកខ្លះគាត់គិតថាចេះអូយថ្ងៃនេះមានអារម្មណ៍អត់ល្អសោះចាគាត់បើកភ្នែកមកដូចមានអារម្មណ៍ថាអត់ល្អសោះក្នុងការគិតរបស់គាត់នឹងគិតថានឹងមានរឿងអីមិនល្អកើតឡើងចាអញ្ចឹងស្រាប់តែល្ងាចឡើងកើតមែនឬក៏ស្អែកឡើងកើតមែនគាត់ថាដូចអ្វីដែលគាត់គិតមែនទេឃើញគាត់គិតអត់ខុសហើយគាត់គិតថាអារម្មណ៍អត់ល្អច្បាស់ជាជួបនៅរឿងមិនល្អអញ្ចឹងវានឹងស្រូបទាញរឿងនឹងមកយ៉ាងពិតប្រាកដចាហើយរឿងល្អវិញក៏ស្រូបទាញបានដូចគ្នាអ្នកទាំងអស់គ្នាកុំគិតតែរឿងដែលមិនល្អភាគច្រើនមនុស្សយើងចាប់អារម្មណ៍តែរឿងមិនល្អថាគិតឲ្យតែយើងមានអារម្មណ៍ថាល្អគឺអត់ល្អមានអារម្មណ៍ថាញាក់ភ្នែកចាញាក់ភ្នែកគិតថាញាក់ភ្នែកអត់ល្អយើងនឹងជួបរឿងអត់ល្អចាគឺយើងតែងតែជំនឿទៅលើរឿងអត់ល្អប៉ុន្តែហេតុអីក៏អ្នកទាំងអស់គ្នាមិនជឿទៅលើរឿងល្អដែរទៅចារឿងល្អក៏វាមកដូចគ្នាដែរតែដោយសារតែអ្នកទាំងអស់គ្នាអត់ជឿចាអ្នកទាំងអស់គ្នាជឿតែរឿងមិនល្អហើយរឿងល្អអត់ជឿហើយអត់សូវគិតទុកអត់សូវនិយាយអត់សូវកម្រងទុកអញ្ចឹងហើយបើអ្នកទាំងអស់គ្នាអត់ដែរជួបចាតែសម្រាប់អ្នកដែលគេតែងតែជួបនៅរឿងល្អនៅក្នុងជីវិតរបស់គេតែងតែសម្រេចនៅគោលដៅរបស់គេតែងតែប្រាថ្នាអ្វីបានដោយបំណងរបស់គេគឺដោយសារតែគេគិតហើយគេជឿហើយគេគិតសាំដែរហើយគេគិតជាប្រចាំហើយគេគិតរហូតដូចវាថាគេចង់បានអីចឹងគេគិតរហូតគេសម័យរហូតថាគេទទួលបាននៅរបស់ទាំងអស់ហ្នឹងអញ្ចឹងណាចាអញ្ចឹងអនាគតរបស់គេទទួលបានមែនហើយអនាគតហ្នឹងអត់យូរទេដូចនិយាយអញ្ចឹងអត់យូរទេចាវាមានរបស់ខ្លះបានលឿនរបស់ខ្លះមានពេលវេលារបស់វាតាមហ្នឹងចាអញ្ចឹងមិនថាមិនយូរមិនឆាប់ទេគឺដឹងតែបានអញ្ចឹងអ្នកទាំងនេះត្រូវចាំថាការគិតរបស់យើងការដែលយើងនឹកឃើញដដែលសាំដែរញឹកញាប់ហ្នឹងវានឹងកើតមាននៅក្នុងជីវិតរបស់យើងមិនថារឿងល្អនិងរឿងអាក្រក់ដូច្នេះហើយចាប់ពីពេលនេះតទៅអ្នកទាំងនេះដឹងនឹងអាចកំបាំងមួយនេះហើយគួរតែគិតរឿងល្អឲ្យបានច្រើនត្រូវអត់និយាយរឿងល្អឲ្យបានច្រើនចាហើយលោកបំបត្តិនៅការគិតអវិជ្ជមានទៅកុំរអ៊ូរទាំនៅអ្វីដែលយើងមិនចង់បានពីព្រោះការគិតការនិយាយនឹកដល់អីហ្នឹងគឺជាការស្រូបទាញជាបងប្អូនចូលចិត្តឲ្យនាងខ្ញុំចែករំលែកពីច្បាប់ស្រូបទាញអាច comment បានណាហើយចង់ដឹងអីចង់សួរអីក៏អាច comment បានដែរនាងខ្ញុំនឹងអាចបកស្រាយនៅអ្វីដែលខ្ញុំអាចជួយអ្នកនរគ្នាបានហើយកុំភ្លេចជួយ like follow page និង share បានច្រើនផងណាដូចជាយើងធ្វើបុណ្យទាំងអស់គ្នាអញ្ចឹងអរគុណ